បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងស្ថានភាពដ៏លំបាកនេះដែលប្រទេសយើងបាទត្រូវបានប្រទេសជិតខាងមកវាយប្រហារឲ្យព័ទ្ធយកដីបាទយើងឈឺចាប់ទាំងអស់គ្នាខ្ញុំឈឺចាប់បងប្អូនទាំងអស់គ្នាក៏ឈឺចាប់មិនដឹងលើកប្រធានបទអីមកនិយាយក៏នឹកឃើញនិយាយអំពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រួសារបាទដោយសារតែបញ្ហាការចង់បានហើយនឹងការចាយវាយដែលខុសខ្ទង់ដែលលើសពីសមត្ថភាពទើបធ្វើឲ្យបញ្ហាសង្គមយើងមានបញ្ហាច្រើនបាទទាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើការចំណាយហួសហេតុវាធ្វើឲ្យយើងបាត់បង់ច្រើនមែនទែនហើយដូច្នេះហើយខ្ញុំចង់លើកយកប្រធានបទនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចសន្សំហើយនឹងអ្នកដែលពាក់ព័ន្ធអាចគ្រប់គ្រងចិត្តខ្លួនឯងនៅក្នុងការចំណាយហើយថ្ងៃក្រោយទៅយើងអាចសល់លុយសល់កាក់ដើម្បីអាចជួយប្រទេសជាតិរបស់យើងបាទបើសិនជាយើងមិនចាយសន្សំចាយទេច្បាស់ជាមានការខ្ជះខ្ជាយកាន់តែខ្លាំងឡើងហើយទីបំផុតទៅប្រទេសយើងនឹងក្រីក្របាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយគឺទាក់ទងទៅនឹងការទិញឡានតើគួរទិញឡានឬទេទិញឡានតម្លៃប៉ុណ្ណាហើយលទ្ធភាពបងប្អូនស័ក្តិសមនឹងទិញឡានដែរឬក៏អត់បាទអញ្ចឹងសូមអញ្ជើញទស្សនាវីដេអូនេះដូចតទៅបាទសូមទីនេះគឺខ្ញុំនឹងបង្ហាញជូនអំពីចំណាយទាក់ទងនឹងការទិញឡានបាទមាន3ប្រភេទដែលខ្ញុំលើកឡើងទី1គឺទិញឡានចាស់ទី2គឺឡានថ្មីហើយទី3គឺឡានថ្មីដែរប៉ុន្តែបង់រំលោះបាទអញ្ចឹងឧបមាថាឡានចាស់នឹងតម្លៃ$12,000អញ្ចឹងមានន័យថាឡាននេះអាចជាឡានព្រុសឬក៏អាចជាឡាន Scion បាទឬក៏អាចជាឡានខ្ទង់មធ្យមតម្លៃនេះគឺអាចប្រើការបានបាទតម្លៃឡានតូចល្មមទេមិនមែនជាឡានធំទំនើបឬក៏ម៉ាស៊ីនធំទេបាទអញ្ចឹងសម្រាប់គ្រួសារតូចបាទមិនអញ្ចឹងខ្ញុំលើកយកធានបទនេះគឺសម្រាប់អ្នកខ្វះខាតមិនមែនសំដៅទៅលើអ្នកមានធុធាបាទអ្នកមានធុធារឿងផ្សេងមួយទៀតបាទយើងមិននិយាយនៅចំណុចនេះទេបាទអញ្ចឹងបើសិនជាឧបមាថាយើងជ្រើសរើសឡានចាស់តម្លៃ$12,000ខ្ទង់$12,000ហើយឡានថ្មីខ្ទង់$26,000ឬក៏ឡានថ្មីដែរប៉ុន្តែបង់រំលោះបាទអញ្ចឹងបើសិនជាយើងកលេចមើលទៅយើងឃើញថាថ្លៃដើមបាទថ្លៃឡានថ្លៃដើមនេះគឺ$12,000បើសិនជាយើងយកលុយ$12,000ទៅដាក់ធនាគារយើងនឹងបានការប្រាក់ប្រហែលជា$40ក្នុងមួយខែហើយយើងមិននិយាយដាក់ចងការថ្លៃទេយើងនិយាយធនាគារអញ្ចឹងបើសិនជាយើងចំណាយថ្លៃសាំងវិញឡានក្នុងមួយខែខ្ទង់ប្រហែលជា$130ចុះបាទអញ្ចឹងខ្ញុំគិតថាតម្លៃនេះគឺតម្លៃចាយលើថ្លៃសាំងសមរម្យហើយថ្លៃជួសជុលអាចថា$30អញ្ចឹងបើសិនជាយើងសរុបទៅក្នុងមួយខែគឺអាចអស់ខ្ទង់$200ហើយបើសិនជាយើងមើលចំណាយសរុបនឹងគឺប្រហែលជាអស់ខ្ទង់$2,400ក្នុងមួយឆ្នាំបាទនេះសម្រាប់ការចំណាយទៅលើថ្លៃសាំងថ្លៃខាតថ្លៃដើមអីហ្នឹងណាបាទអញ្ចឹងក្នុងមួយឆ្នាំយើងចាយអស់ប្រហែលជា$2,400សម្រាប់ឡានថ្មីបើសិនជាយើងយកលុយ26,000ទៅទិញមានន័យយើងខាតថ្លៃការដដែលបាទអញ្ចឹង$87ក្នុងមួយខែឬក៏សរុបទៅគឺអស់ហាក់ប្រហែលគ្នានឹងឡានចាស់ដែរណាអស់ហាក់ប្រហែលគ្នានឹងឡានចាស់ដែរណាគឺខ្ទង់ជិត$200ដូចគ្នាអញ្ចឹងមួយឆ្នាំអស់ថោកជាងឡានថ្មីនេះថោកជាងតិចតួចណា$2,388ក្នុងមួយឆ្នាំចំណាយប៉ុន្តែយើងអត់គិតថ្លៃដើមដែលយើងទិញ26,000ហើយនេះ12,000ទេហើយបើសិនជាយើងបង់រំលោះវិញអញ្ចឹងបើសិនជាយើងខ្ចីធនាគារការ9%ក្នុងមួយឆ្នាំឧបមាថាយើងមានដើម5,000ហើយយើងនៅសល់21,000ទៀតយើងបង់រំលោះធនាគារអញ្ចឹងគឺយើងត្រូវបង់ក្នុងមួយខែដំបូងអស់150បាទអញ្ចឹងខ្ញុំឧបមាថាយើងបង់ថេណាបាទបើសិនជាយើងបង់ថេអញ្ចឹងនេះបើសិនជាយើងបង់5ឆ្នាំបង់10ឆ្នាំយើងអាចនេះគឺរូបមន្តគណនាថ្លៃការប្រាក់បាទអញ្ចឹងបើសិនជាយើងបង់ថ្លៃការប្រាក់ចំនួន$21,000ខែដំបូងអស់150គិតតែការទេអត់គិតថ្លៃដើមទេណាថ្លៃទាំងដើមនិងការវាអស់ខ្ទង់450 500បាទអញ្ចឹងកន្លែងនេះគឺយើងសរុបទៅអស់$1,700អញ្ចឹងមានន័យថាមួយឆ្នាំយើងចំណាយអស់$3,295តែលើថ្លៃចំណាយប្រចាំឆ្នាំទេបាទចំណាយប្រចាំឆ្នាំឡានដែលបង់រំលោះអស់$3,000ជាង$3,200ជាងឡានថ្មីអត់បង់រំលោះអស់$2,300បាទហើយនៅឡានចាស់អស់$2,400
ឡានចាស់ឡានថ្មីផាកផាកគ្នាបាទយើងគិតលើថ្លៃចំណាយបាទអញ្ចឹងអានេះយើងចង់និយាយចំណាយចាំណាបាទយើងមិនគិតថ្លៃដើមទេអញ្ចឹងសួរថាតើយើងគួរទិញឡានដែរឬអត់បាទអញ្ចឹងសំណួរគួរទិញឡានឬក៏អត់យើងត្រូវមើលលើកត្តាមួយចំនួនសម្រាប់ខ្ញុំមើលលើកត្តាថាតើយើងមានផ្ទះហើយនៅបាទទីមួយគឺយើងមើលទៅលើផ្ទះបាទអញ្ចឹងបើសិនជាមិនទាន់មានផ្ទះទេណាបើសិនជាមិនទាន់មានផ្ទះទេមិនគួរទិញតទៅសោះបាទអ្នកដែលមិនទាន់មានផ្ទះគ្រួសារដែលមិនទាន់មានផ្ទះមិនគួរទិញឡានតទៅសោះហើយបើមានផ្ទះដែរប៉ុន្តែជាប់បង់រំលោះក៏មិនគួរទិញដែរបាទអញ្ចឹងទី1ដាច់ខាតបើអត់ទាន់មានផ្ទះទេកុំទិញឡានឲ្យសោះបាទទី2មានផ្ទះហើយប៉ុន្តែជាប់បង់រំលោះផ្ទះអញ្ចឹងមិនគួរទិញដែរទី3បើមានផ្ទះហើយអាចពិចារណាទិញទៅបាទបើចង់ទិញណាបាទមួយទៀតមើលទៅលើទី2មើលទៅលើចំណូលបាទចំណូលអញ្ចឹងបើសិនជាចំណូលក្រោម$500មិនគួរទិញទេក្នុងមួយខែបាទទាំងប្តីប្រពន្ធ2នាក់បើសិនជាចំណូលក្រោម500មិនគួរទិញតតែសោះតែម្ដងហើយបើសិនជា2នាក់ប្តីប្រពន្ធឬក៏តែឯងដល់តែយើងគ្រួសារខ្លួនមួយយើងក្រោម1000មិនគួរទិញទេចំណូលក្រោម1000មិនគួរទិញទេបាទមិនគួរទិញឡានទេចំណាយយើងឃើញហើយថាចំណាយក្នុងមួយខែអស់បើសិនជាឡានថ្មីបងរំលោះអស់ជិត$300ក្នុងមួយខែជិត$300ក្នុងមួយខែអញ្ចឹងបើសិនជាយើងក្រោម1000មិនគួរទិញទេតែបើទិញក៏មិនដឹងធ្វើម៉េចដែរណាគាត់ថាមិនគួរទិញបាទអញ្ចឹងអានឹងចំណូលក្រោម1000ហើយបើវាអាស្រ័យទៅលើកត្តាដែលថាមានផ្ទះហើយនៅទៀតអញ្ចឹង1000វាទូទៅគឺជាប់រំលោះផ្ទះជាប់អីទៀតអញ្ចឹងមិនគួរទិញទេបាទអញ្ចឹងពួកយើងយក$3ទៅចាយជិត$300ទៅចាយចោលណាបាទហើយនឹងអានឹងករណីបងរំលោះតែបើសិនជាយើងមានលុយដើមពេញទៅទិញអត់បងរំលោះទេយើងអស់ខ្ទង់មួយខែ200អាចពិចារណាទិញដែរអញ្ចឹងណាបើសិនជាក្រោម1000បាទហើយបើសិនជាក្រោម1500អាចពិចារណាបើលើនឹងយើងមិនបាច់និយាយដឹងអាចទិញបានដែរជាយោបល់របស់ខ្ញុំបាទអញ្ចឹងមួយទៀតយើងអាចមើលទៅលើចំណុចមួយទៀតថាតើគួរទិញឡានឬក៏អត់បាទកន្លែងនេះខ្ញុំលើកឧទាហរណ៍2គឺឡានហើយនិងម៉ូតូបើសិនជាគ្រួសារមួយក្នុងមួយឆ្នាំលុយគាត់ចាយសពយ៉ាងបងរំលោះឬក៏អីផ្សេងៗទាំងអស់គាត់សល់មួយឆ្នាំសល់អាចបានថ្លៃឡានឧបមាថ្លៃឡាន12000ឬក៏ថ្លៃឡាន26000បើសិនជាមួយឆ្នាំគាត់អាចសល់បានថ្លៃឡានមួយហ្នឹងទិញទៅបាទគួរតែទិញបាទហើយបើសិនជា2ឆ្នាំអាចសល់បានឡានហ្នឹងគួរទិញ2ឆ្នាំណាគួរទិញប៉ុន្តែចង់និយាយថាបើសិនជា3ឆ្នាំបានអាចសល់បានឡានមួយបាទអាហ្នឹងអាចទិញអាចមិនទិញបាទតែបើសិនជា4ឆ្នាំទើបអាចសល់បានថ្លៃឡានមួយមិនគួរទិញទេឧបមាដែលយើងចាយសពបែបសពយ៉ាងអស់ហើយអញ្ចឹង4ឆ្នាំលុយសល់សរុបបូកចូលគ្នាទៅអាចទិញបានឡានមួយអាហ្នឹងទិញមិនគួរទិញទេបាទហើយ5ឆ្នាំរឹតតែមិនគួរទិញតតែសោះបាទអានេះគឺជាជំរឿនដែលខ្ញុំផ្ដល់ការណែនាំជូនបងប្អូនបើសិនជាលុយអាហ្នឹងបើធៀបដូចម៉ូតូអញ្ចឹងម៉ូតូដូចគ្នាបាទគ្រួសារកសិករក្រីក្រគាត់ទិញតែម៉ូតូទេអញ្ចឹងបើសិនមួយឆ្នាំគាត់អាចសល់លុយបានទិញម៉ូតូទិញទៅបើសិនជា2ឆ្នាំបានសល់បាទអាចគួរទិញដែរតែបើសិនជាមិនគួរទេមែនតើទៅណាម៉ូតូគួរតែstrict ជាងបន្តិចប៉ុន្តែវាចាំបាច់ត្រូវតែទិញព្រោះតែយើងធ្វើដំណើរអញ្ចឹងបើសិនជាករណីដែលយើងមើលលទ្ធភាពរបស់យើងដោយករណីហ្នឹងបើសិនជាយើងអាចសល់លុយទិញបានក៏ទិញទៅបើសិនជាសល់ក្នុងរយៈពេល2ឆ្នាំបាទសល់លុយសរុបណាបាទប៉ុន្តែបើសិនជាយើងមើលលទ្ធភាពយើងថាសំលុយ4ឆ្នាំ3ឆ្នាំ5ឆ្នាំសំអស់ពីចំណាយផ្សេងលុយដែលសល់សុទ្ធអត់អាចទិញឡានបានទេមិនគួរទិញទេបាទអញ្ចឹងចូលករណី3 4ឆ្នាំ5ឆ្នាំនេះមិនគួរទិញតទៅសោះអញ្ចឹងបើសិនជាយើងមើលករណីឡានចាស់នេះបើសិនជាយើងទិញទៅយើងឃើញថាបើសិនជាយើងអត់ទិញយើងសល់លុយ14000ក្នុងមួយឆ្នាំព្រោះយើងបូកថ្លៃដើម12000បូកថ្លៃនេះអញ្ចឹងយើងអាចសល់លុយណាបាទបើសិនជាយើងអត់ទិញបាទហើយឡានថ្មីវិញយើងអាចសល់ដល់ទៅ28000បាទឡានចាស់យើងអាចបើយើងទិញមានន័យយើងខាតអញ្ចឹងបើយើងទិញយើងខាតលុយប៉ុណ្ណេះបាទអញ្ចឹងយើងគិតមើលទៅណាគិតខ្លួនឯងបើសិនជាយើងចង់ទិញឡានយើងត្រូវពិចារណាលើចំណុចនេះបាទអញ្ចឹងត្រឡប់មកវិញយើង
បើសិនជាករណីយើងសម្រេចចិត្តទិញហើយតើគួរទិញឡានចាស់ឬក៏គួរទិញឡានថ្មីបាទមួយណាចំណេញជាងបាទអញ្ចឹងយើងមើលបើសិនជាឡានចាស់តម្លៃ 12000 ក្នុងរយៈពេល5ឆ្នាំ 12000 អាចសល់ខ្ទង់ 6000 សល់ពាក់កណ្ដាលអញ្ចឹងខាតថ្លៃដើមយើងបូកហើយខាតថ្លៃសាំងយើងបូកមកបាទខាតក្នុងមួយឆ្នាំណាក្នុងមួយឆ្នាំថ្លៃជួសជុលបាទគឺយើងអាចខាតចំណាយប្រហែលជា5ឆ្នាំអាចខាតអស់ជិត 20000 យើងក៏អាចពិចារណាពីចំណុចនេះវិញដែរថា5ឆ្នាំយើងចោលលុយអស់ជិត 20000 បាទបើសិនជាយើងទិញឡានណា5ឆ្នាំយើងចោលលុយអស់ 20000 តើគួរចាយឬក៏អត់ហើយបើសិនជា10ឆ្នាំវិញគឺយើងចោលលុយអស់ 35000 តើយើងគួរចោលលុយ 35000 ឬក៏យកលុយ 35000 ទៅទិញដីបាទប្រហែលជាយើងមិនមានលុយដុំទេប៉ុន្តែបើសិនជាយើងព្យាយាមសន្សំគ្រប់គ្រង10ឆ្នាំក្រោយយើងសល់លុយ 30000 ជាងយើងអាចយកលុយហ្នឹងទៅធ្វើអីផ្សេងបានឬក៏5ឆ្នាំយើងអាចសល់លុយជិត 20000 អាហ្នឹងឡានចាស់ហើយបើឡានថ្មីហាក់ប្រហែលគ្នានឹងឡានចាស់ដែរ5ឆ្នាំបាទដោយសារតែបាទឡានថ្មីឧបមាថា 26000 នៅឆ្នាំទី1 5ឆ្នាំវាអាចសល់ 20000 បាទអាចមិនដល់ប៉ុន្តែឧបមាទៅដល់ចាស់អញ្ចឹងយើងខាតតែ 6000 នេះយើងប្រហាក់ប្រហែលគ្នាប៉ុន្តែ10ឆ្នាំគឺឡានថ្មីខាតជាងបាទបើសិនជាយើងទិញមកសម្រាប់ជី10ឆ្នាំគឺខាតជាងខាតរហូតដល់ជិត 40000 បាទហើយបើឡានបងរំលោះវិញបាទមិនបាច់និយាយទេគឺយើងខាតច្រើនមែនទែនបាទរយៈពេល5ឆ្នាំគឺយើងខាតទៅដល់ 22000 ដែលទិញឡានចាស់ចំណេញជាង10ឆ្នាំក៏ដូចគ្នាដែរគឺខាតអញ្ចឹងឡានជារួមឡានថ្មីខាតជាងឡានចាស់ណាបាទព្រោះជាងស្រុកយើងវាថោកដែរទេព្រោះតាមបទពិសោធន៍របស់ខ្ញុំថ្លៃឡានខ្ញុំចាស់10ឆ្នាំទោះបីខូចយ៉ាងណាក៏ជួសជុលមួយឆ្នាំមិនលើសពី$700ដែរបាទជួសជុលយ៉ាងណាក៏ដោយបាទឡានខូចស្អីក៏ដោយជួសជុលកម្រលឿនហ្នឹងណាបាទលើកលែងតែឆ្នាំខ្លះត្រូវបាញ់ថ្នាំទាំងមូលបាទហើយបាញ់ម្ដងជីបាន3ឆ្នាំឬក៏5ឆ្នាំ4ឆ្នាំបាទអញ្ចឹងវាអស់ហើយបាទឆ្នាំ$700ប៉ុន្តែនេះខ្ញុំដាក់700ស្មើជាក់ស្ដែងមិនដល់ទេបាទបើសិនជាមនុស្សគ្រប់គ្នាអាចព្យាយាមសន្សំលុយសន្សំកាក់នៅក្នុងលក្ខខណ្ឌបែបនេះស្ថានភាពប្រទេសជាតិបែបនេះគឺជារឿងល្អទីមួយគឺសុវត្ថិភាពសេដ្ឋកិច្ចរបស់យើងខ្លួនឯងបាទយើងនឹងមិនបាក់នៅពេលដែលជួបបញ្ហាសង្គ្រាមយើងមិនប៉ះពាល់រឿងរោគចំណូលបាទហើយទី2គឺបើសិនជាយើងចង់ជួយប្រទេសជាតិអាចជួយជនពិសេសជួយអីយើងអាចជួយបានបាទសម្រាប់ការទិញឡានហើយពេលខ្លះពេលឈឺថ្កាត់រលុយទិញអត់បានគឺជាគ្រោះថ្នាក់ខ្ញុំឃើញហើយបាទអ្នកដែលមានលុយទិញឡានរហូតតម្លៃ 30000 100,000 ប៉ុន្តែពេលឈឺថ្កាត់រកទៅលុយ$1000ព្យាបាលជំងឺស្ទើរតែមិនបានវេទនារត់បោលេចកាត់ត្រូវការទៅលក់ឡានទៅលក់អីវិញបាទនេះគឺជារឿងមួយដែលវេទនាបាទអញ្ចឹងមានតែប៉ុណ្ណឹងសូមគ្រប់ថ្លែងអរគុណមកបងប្អូនគ្នាជួបគ្នាក្នុងវីដេអូក្រោយទៀតព្យាយាមធ្វើអ្វីសពបែបយ៉ាងដើម្បីប្រទេសរបស់យើងបាទទោះបីជាយ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នាត្រូវតែរស់ដោយមានគុណភាពរស់ដោយមានសមត្ថភាពរស់ដើម្បីកម្ពុជាទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណសូមជម្រាបលា